บรรลุลุสรีนิงขยะตรวจเทศนิชนจุดทีมไตรบันยันลุสรีนิงขยะบานตัวการสนับอัมพิการจำเป็นจูนปีบองโอปิชิปรอดได้ตัวเตียนพิซาตักเอ็มได้ในขณะนั้นคือปิชิปรอดบายังลงมันจำเป็นจูนให้ทาบรรทปีพิซาตักเอ็มได้เพื่อเอาขนมสลายเรียงกายบอกว่าเชี่ยในจมูกดังกัดซิมซิงถ้าตาอาการพิซาตักเอ็มนี่มีนักทำประโยชน์อย่างนั้นนู้กำที่ยังชั่งมันมาจุกสัมผัสโดยตัวจมูกนั่งลุสรีนิจิกาในสมาคมเอ็มต่อเต็มน้องมาจำเป็นซัวบ่าวคนตาลูกชายนี่ก็อาช่วยจะเปรียบจูนมันเตะเปะปนแต่ในการผลิตตะกี้อันนั้นตายังพระปัจจัยวิจัยไว้ครั้งดำไปเอาตะกี้มีนพาสกเพียบในโครงการประตูติ้นก็โดยชีโดยได้วิจัยปลอดยังมันช่วยการจะเปรียบจูนถ้าพิซาตะกี้อันนี้อาชีพในจึงเงินดังซิมๆพอในโรงพยาบาลจ้าแต่ต้องปัจจัยกับผลิตพิซซ่าอัมคือสำคัญที่มวยแต่ต้องงานใหม่จ้าแต่ต้องงานใหม่บริษัทเจียมแต่ต้องนั่งปัจจัยกับมาสินจ้ามาสินนั่งคณะผลิตบ้านตึกหล่อให้บริษัทเจียนาไม่ปัจจัยการกระไรมีปัญหาก็ไปอาจปัดปัวเอาตึกนั่งเลยสะอาดได้จังแต่ต้องงานใหม่แต่ต้องปัจจัยมาสินให้นั่งแต่ต้องนั่งปัจจัยกับผลิตโดยปราบปัจจัยปีเจ็บปนแต่ยืงปราบปัจจัยทอมจิตสัตว์โดยมันปราสารจิตคือมีทรงใบแต่มันติดนาเลยจ้านี่ให้จีคุณสมบัติได้ถือเอาเนี่ยได้ยำtớiคือช่วยสุขภาพจ้าได้ค่ะในขนมตึกเยอะยังมีสารจิตร้ายมาจำนวนtớiให้นั่งมีจีสารจิตบ่มปอนช่วยสุขภาพคือให้ถ่าย EMX Gold ได้ประจันปิดทอมจิตได้จ้าจำได้ต้องเอาให้ได้ถือกดยำtớiกดมีกำลังจ้าให้กดสุขภาพกดอ๋อให้เพื่อเพื่อประจันจิตปลเลยขนมครัวยังมีนั่งประจันจิตปลมานั่นคือตัวสารตึกนี่ได้ให้ก็tớiแต่ยำตามกระบวนได้rồi tam bát tới dương ca nhắm tức dương mình có buôn nhắm mà dương, chả nhắm khá nhắm mặt sậy, tức khá nhắm mặt sậy,แต่tức dương nhắm đấy cứ chui bằng mặt sậy phóng, chui sọc phiệp phóng, chả hơi nâng chui liêng, chả liêng ở nông luôn nơi chụp viên một cái hãy nâng, bánh hàn thì tôi bị ai thu sara nâng chặt chia, bên này chấm ngữ ai chặt chia chả. អរគុណជាការពិតនេះឥឡូវនេះកម្មវិធីយើងខ្ញុំមកផ្ដិតរូបភាពដោយផ្ទាល់នៅកន្លែងរោងចក្រផលិតទឹកពិសា EM នេះផ្ទាល់តែម្ដងថាតើសម្រាប់ផលិតកម្មនិងការបច្ចេកទេសប្រព័ន្ធផលិតនេះវាមានបច្ចេកទេសយ៉ាងណានោះកម្មវិធីយើងខ្ញុំនឹងធ្វើការជំរាបជូនជាបន្តទៀតតាមការចង់អល់បង្ហាញពីលោកស្រីនេះជាការផ្ទាល់តែម្ដងបាទសូមជឿចាបន្ទាប់នេះនាងខ្ញុំសូមបង្ហាញជូនពីបច្ចេកទេសក្នុងការផលិតទឹកពិសា EM ចាធុង13នេះគឺយើងជាធុងដែលស្តុកទឹកធម្មជាតិចូលក្នុងនេះបានរយៈពេល2ថ្ងៃចាយើងប្រើបច្ចេកទេស EM រួចបានយើងបញ្ចូលទៅក្នុងចាបន្ទាប់ពីទឹកស្តុកខាងក្រៅដែលប្រើបច្ចេកទេស EM បានទឹកស្អាតមកដំណាក់កាលហើយយើងចូលមកក្នុងគឺយើងចូលឆ្លងកាត់4ធុងចា4ធុងឯនោះនេះទៀតគឺយើងឆ្លងកាត់4ដំណាក់កាលទៀតហើយនៅក្នុងនោះមួយដំណាក់កាលគឺយើងត្រូវយកទឹកខាងលើហើយទឹកខាងក្រោមតាមទយោនេះចាគឺយើងត្រូវប្រហូរចោលចាប្រហូរចោលហើយបានយើងចេញពី4ឆ្លងកាត់ពី4នេះហើយយើងបានបញ្ចូលនៅក្នុងធុង3នេះទៀតចាហើយធុង3ឆ្លងកាត់3ដំណាក់កាលហើយបានយើងយកខាងលើខាងក្រោមយើងប្រហូរចោលទៀតចាបន្ទាប់ពីឆ្លងកាត់ធុងប៉ុនធុង3នេះហើយចាពីធុង3ហើយយើងចូលមកក្នុងឆ្នាំង2នេះគេហៅថាឆ្នាំង ceramic ចាដើម្បីចម្រោះទឹកស្អាតទៀតមួយដំណាក់កាលទៀតហើយចូលនៅក្នុងឆ្នាំងទាំង3ធំនេះគឺគេហៅថាឆ្លងកាត់កាបោនម៉ង់កាណេសរេស៊ីនចាឆ្លងកាត់ពីធុងនៅអស់នោះហើយចូលក្នុងម៉ាស៊ីននេះជាដំណាក់កាលម៉ាស៊ីនហើយចេញពីម៉ាស៊ីននេះយើងចូលធុងនេះសម្រាប់ជាទឹកស្អាតទឹកញ៉ាំនឹងហើយយកមកទុកសម្រាប់លាងចាយើងទុកលាងធុងលាងដបផ្សេងហើយយើងបែងចែកជាពីរនេះសម្រាប់លាងហើយនេះចូលជាធុងសម្រាប់ប្រើបច្ចេកទេស EM បន្តចាក្រោយឆ្លងកាត់ពីម៉ាស៊ីនហើយយើងចូលនៅក្នុងធុង4នេះចាហើយឆ្លងកាត់ជាមួយនឹងប្រព័ន្ធម៉ាស៊ីនសម្រាប់អូโซนនេះទៀតចាហើយសូមជម្រាបជូនដែរថាក្នុងធុងទាំង4នេះយើងប្រើបច្ចេកទេស EM ដែរហើយនៅក្នុងនោះយើងមានចំណុចពិសេសដែរត្រង់ថាយើងតាមធុងមួយយើងដាក់ម៉ាស៊ីនបន្សុទ្ធខ្យល់ចាបានន័យថាម៉ាស៊ីនបន្សុទ្ធខ្យល់គឺយើងពេលដែលខ្យល់ចូលទៅក្នុងគឺវាបានបន្សុទ្ធទៅជាខ្យល់ដែលបរិសុទ្ធហើយចាក្រោយពីយើងឆ្លងកាត់ដំណាក់កាល4ធុងហើយយើងចូលដំណាក់កាលចុងក្រោយគឺធុងនេះជាដំណាក់កាលចុងក្រោយដែលយើងប្រើបច្ចេកទេស EMX Gold ចាហើយចេញពីធុងហ្នឹងយើងឆ្លងកាត់filter 3ទៀតក្នុងការចម្រោះបកាចាចូល filter 3នេះហើយបានឆ្លងកាត់ហ្នឹងចូលទៅក្នុងដើម្បីត្រៀមសម្រាប់ចូលសម្រាប់ UV តាមរយៈ UV ហើយចូលច្រកដបនេះជាលក្ខណៈដែលបុគ្គលិកចូលមកធ្វើការគឺគាត់ត្រូវចូលលាងជើង
ដោយប្រើបច្ចេកទេស EM ដោយប្រើទឹក EM គឺ EM 5ចាហើយជូតជើងស្អាតបាតហើយបានគាត់ចុះមកលាងដៃក្រោយពីលាងដៃលាងជើងហើយចូលទៅក្នុងបន្ទប់ដើម្បីផលិតទឹកត្រៀមច្រកទឹកចាបន្ទាប់មកបុគ្គលិកយើងដើរចូលទៅលាងជើងម្សាទៀតចាបន្ទាប់ពីលាងជើងស្បែកជើងចាលាងស្បែកជើងខាងក្រៅហើយយើងចុះមកដាក់ជន់នៅក្នុងកណាត់នេះដើម្បីសម្អាតស្បែកជើងហើយលាងដៃម្សាទៀតដោយប្រើបច្ចេកទេស EM 5ចាទើបគាត់អាចចូលមកក្នុងដើម្បីច្រកទឹកចាបន្ទាប់ពីបុគ្គលិកចូលទៅក្នុងបន្ទប់ដើម្បីច្រកទឹកជាចង្វាក់ផលិតកម្មនេះគឺជំហានទី1គឺបញ្ចូលដបចាយើងបញ្ចូលដបអនាម័យដបគឺយើងបញ្ចូលដបហើយយើងដបនោះចូលក្នុងទូទូសម្រាប់មេរោគ UV ដល់1.2 ម៉ែត្រចាទូធំហ្នឹងចាហើយបានចេញពី UV 1.2 ម៉ែត្រហ្នឹងហើយទូធំហ្នឹងបានចូលទៅក្នុងទូ UV អាតូចមួយទៀតចាប៉ុន្តែមុននឹងចូលដល់ UV តូចនេះ UV ធំហ្នឹងគឺវាដបត្រូវនៅរងចាំបានថារងចាំដូចជាបានសម្រាប់មេរោគបានច្រើនរយៈពេលយូររួចបានចូលទូតូចហើយបានឆ្លងកាត់ UV ក្នុងបន្ទប់ទៀតចាក្នុងបន្ទប់ម៉ាស៊ីនច្រកហ្នឹងគឺសម្រាប់មេរោគភាសាទៀតដល់ UV ហើយបានចូលទៅលាងហើយចេញពីលាងចូលសម្រាប់ UV ភាសាទៀតទៅចូលច្រកទឹកហើយបានមូលកម្រហើយបានចេញទៅខាងក្រៅឲ្យគេស្រោបផ្លាកសូមជម្រាបជូនដែរថានៅក្នុងបន្ទប់នេះគឺមានចំណុចពិសេសច្រើនណាស់ត្រង់ថាក្នុងបន្ទប់ទាំងមូលយើងមានដាក់ UV រហូតដល់3ជ្រុងដើម្បីសម្លាប់មេរោគក្នុងបន្ទប់ទាំងមូលចាមួយយប់ទល់ព្រឹកគឺយើងត្រូវសម្លាប់មេរោគចាហើយនៅក្នុងពេលដែលកំពុងច្រកនោះគឺយើងប្រើ UV ចា3ជ្រុងនៅក្នុងបន្ទប់ច្រកបន្ទប់ម៉ាស៊ីនច្រកចាបន្ទប់ម៉ាស៊ីនច្រកហ្នឹងគឺមាន UV 3ចាដល់ពេលដែលយើងច្រកទឹកហ្នឹងឲ្យ UV សម្រាប់មេរោគបដាមិនឲ្យមានមេរោគជ្រៀតមេរោគបរិយាកាសជ្រៀតចូលទៅក្នុងទឹកបានទេចាដូច្នេះតើតើអនាម័យគឺជារឿងមួយសំខាន់ណាស់ដែលចង្វាក់ផលិតកម្មទឹកនីមួយៗចាអាចធ្វើបាននៅតើតើនឹងអនាម័យនេះល្អគឺគុណភាពទឹកក៏ល្អហើយយើងសុខភាពយើងញ៉ាំទៅក៏សុខភាពល្អដែរចា